នៅក្នុងរយៈពេល3ខែដំបូងនៃឆ្នាំ2026នេះក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន146គម្រោងក្នុងទំហំទុនវិនិយោគសរុបប្រមាណ2.5 លានដុល្លារនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ CDC ដែលបានចេញផ្សាយជាសាធារណៈនាពេលថ្មីៗនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ចុះថ្ងៃទី13មេសាគម្រោងវិនិយោគទាំងជាង146គម្រោងនឹងបង្កើតឱកាសការងារចំនួន82,000កន្លែងនៅរាជធានីភ្នំពេញនិងខេត្តនានាដូចជាខេត្តកណ្ដាលកំពង់ស្ពឺកែបក្រចេះនិងពោធិ៍សាត់ជាដើមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានឲ្យដឹងទៀតថាក្នុងត្រីមាសទី1ឆ្នាំ2026នេះកម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗដូចជាគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសគម្រោងវិនិយោគអភិវឌ្ឍស្ថានីយ៍ផលិតផលអគ្គិសនីដើរដោយថាមពលវាយោគម្រោងវិនិយោគរោងចក្រផ្គុំដំឡើងរថយន្តផ្គុំដំឡើងម៉ូតូនិងផលិតសម្បកកង់រថយន្តក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាមានសុទិដ្ឋិនិយមថាវត្តមានគម្រោងវិនិយោគទាំងនេះនឹងជួយផ្សព្វផ្សាយពីភាពល្អប្រសើរនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនៅវិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងវិបត្តិសកលដែលបានជះឥទ្ធិពលមកលើកម្ពុជាទន្ទឹមគ្នានេះវិធានការរបស់រដ្ឋាភិបាលកម្ពុជាក៏សម្ដៅថែទាំវិនិយោគដែលមានស្រាប់និងទាក់ទាញវិនិយោគថ្មីពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាតែ CDC ក៏មិនភ្លេចលើកឡើងពីគម្រោងលេចធ្លោមួយចំនួនដូចជាគម្រោងពង្រីកផលិតកម្មនិងបន្ថែមអគាររោងចក្រកែច្នៃផ្លែស្វាយគ្រាប់ចន្ទីចេកនិងខ្នុរនៅខេត្តកំពង់ស្ពឺគម្រោងវិនិយោគផ្គុំដំឡើងរថយន្តនៅខេត្តកណ្ដាលនិងគម្រោងវិនិយោគបង្កើតរោងចក្រនិងដំឡើងរថយន្តអគ្គិសនី EV នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ឡាអ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិតដូចដារិនប្រាប់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃទី15មេសានេះថាគម្រោងវិនិយោគទុនដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេល3ខែដើមឆ្នាំ2026នេះបង្ហាញឲ្យឃើញពីសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងន័យនេះកម្ពុជានៅតែជាកន្លែងដែលមានភាពទាក់ទាញខ្ពស់សម្រាប់វិនិយោគិនបរទេសទោះបីជាស្ថានភាពសកលមិនមានភាពច្បាស់លាស់ក៏ដោយបើតាមលោកបណ្ឌិតដូចដារិនការកើនឡើងនៃចំនួនគម្រោងវិនិយោគនៅកម្ពុជាអាចកើតចេញពីកត្តាសំខាន់មួយចំនួនដូចជាស្ថិរភាពនយោបាយលំនឹងម៉ាក្រូសេដ្ឋកិច្ចសេរីភាពនៃការធ្វើជំនួញអត្ថប្រយោជន៍ដែលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានានិងការបន្តកែលម្អបរិយាកាសវិនិយោគនៅកម្ពុជាទន្ទឹមគ្នានេះសេដ្ឋវិទូរូបនេះដដែលក៏បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងគុណភាពធនធានមនុស្សបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជាផ្លូវថ្នល់ភ្លើងទឹកបច្ចេកវិទ្យា Digital និងថាមពលព្រមទាំងកែលម្អជំនាញពលកម្មឲ្យស្របទៅតាមតម្រូវការជាក់ស្ដែងដើម្បីទាក់ទាញការបណ្ដាក់ទុនរបស់បរទេសថែមទៀត